សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះវិលមកជួបគ្នាសារជាថ្មីជាមួយនឹងคลิปសង្គមវិទ្យាជនបទមួយការស្ទង់មតិសង្គមកំណត់ដោយPVយ៉ាងជាទូទៅយើងអាចសង្កេតនៅពេលនេះទៅលើការស្ទង់មតិទាំងឡាយនឹងភ្ជាប់ជាមួយនឹងក៏ការបង្កើតនៅការស្ថាបនាកម្មវិធីនៃតម្រូវសង្គមនិងការធ្វើឲ្យប្រសើរឡើងខលក្ខខណ្ឌបច្ចុប្បន្នភាពឬកណ្ដាលនៃលក្ខណៈរោគសាស្ត្រសង្គមដែលបានកំណត់នៅដែនកំណត់ភូមិសាស្ត្រនិងការកំណត់ប្រភពដែលតកតងនឹងសារៈសំខាន់ហើយនឹងការកំណត់នៅទំហំនិងប្រៀបធៀបជាមួយនឹងស្ថានភាពដែលអាចទទួលយកមកធ្វើជា model 2ការស្ទង់មតិកំណត់ដោយលោក E.W. Burgess ដោយយោងទៅតាមសម្ដីរបស់លោកការស្ទង់មតិសហគមន៍គឺជាការសិក្សាតាមលក្ខណៈវិទ្យាសាស្ត្រនៃលក្ខខណ្ឌនិងមធ្យោបាយនៅគោលបំណងនៃតំណាងស្ថាបនាកម្មវិធីនៃការការពារសង្គមវិធីពិនិត្យផ្នែកខាងក្នុងនៃសង្គមដែលត្រួតពិនិត្យដោយទំហំស្ថិតិនិងຂະຫນាតគំរូប្រៀបធៀបនៃអ្នកជំនាញការសង្គម3ការស្ទង់មតិកំណត់ដោយលោក Mark Aban ការស្ទង់មតិសង្គមគឺជាដំណើរការតាមរយៈបាតុភូតបរិមាណដែលប្រមូលអំពីវិស័យនៃសហគមន៍សមាសភាពនិងសកម្មភាពសង្គម4ការស្ទង់មតិសង្គមជាការកំណត់ដោយលោក A.F. Eval ការតាមសម្ដីរបស់លោកការស្ទាបស្ទង់មតិសង្គមថាព្រឹត្តិការណ៍នៃរបបគំហើញតាមការសិក្សាបង្ហាញច្បាស់នៅក្នុងការងារទ្រព្យសម្បត្តិវណ្ណៈនិងលក្ខណៈនិងបញ្ហានៃសហគមន៍ពីការកំណត់ដែលបញ្ជាក់ថាការស្ទាបស្ទង់មតិសង្គមគឺជាការសិក្សាបាតុភូតអំពីវិស័យនៃសមាសធាតុសហគមន៍និងសកម្មភាពសង្គមការព្យាយាមដើម្បីប្រមូលព្រឹត្តិការណ៍មានលក្ខណៈបរិមាណនិងធ្វើការសិក្សាច្បាស់លាស់អំពីសង្គមជាពិសេសបញ្ហាសង្គមវិធីនេះមានគោលបំណងការព្យាយាមបង្ហាញនៅការងារនិងការអភិវឌ្ឍសង្គមការកម្រិតភូមិសាស្ត្រដែលជាមធ្យោបាយដែលមានន័យថាការអនុវត្តនៃការកំណត់នៅកន្លែងសិក្សាដែលតាក់ទងទៅនឹងបញ្ហានៃសារៈសំខាន់សង្គមដូច្នេះការចាប់ផ្ដើមរួចមកហើយនៃគោលបំណងដែលបង្កើតឡើងការស្ថាបនាកម្មវិធីទាំងឡាយគោលបំណងនៃការស្ទង់មតិសង្គមការស្ទង់មតិសង្គមមានគោលបំណងនិងទិសដៅមួយចំនួនគោលបំណងសំខាន់ទាំងនោះមានដូចជា1ប្រមូលទិន្នន័យ2សិក្សាបញ្ហាសង្គម3គោលបំណងនៃការប្រើប្រាស់ការអនុវត្ត3ចំណុចនេះគឺជាគោលបំណងសំខាន់នៃការស្ទាបស្ទង់សង្គមធ្វើការអត្ថបទដូចខាងក្រោមក៏ការប្រមូលទិន្នន័យគោលបំណងសំខាន់នៃការស្ទាបស្ទង់មតិសង្គមគឺប្រមូលទិន្នន័យដែលយោងទៅតាមវិស័យសង្គមនៃសហគមន៍ការស្ទាបស្ទង់មតិតាក់ទងទៅនឹងបុគ្គលម្នាក់ដែលជាសមាជិកនៃសង្គមការសិក្សានេះធ្វើនៅក្នុងទំនាក់ទំនងទៅនឹងកលៈទេសៈនៃបញ្ហានិងសាវតានៅក្នុងបញ្ហានីមួយដែលកើតឡើងខការសិក្សាអំពីបញ្ហាសង្គមយើងបានឃើញរួចមកហើយថាជាការសិក្សាអំពីការស្ទង់មតិសង្គមនិងបញ្ហាសង្គមបញ្ហាទាំងនេះតាក់ទងទៅនឹងវិស័យផ្សេងតាក់ទងទៅនឹងជីវភាពនៃសង្គមការសិក្សាទៅតាមទីកន្លែងនោះវាមានប្រជាប្រិយភាពចំពោះការងារសង្គមនិងបញ្ហាសេដ្ឋកិច្ចបញ្ហានៃវណ្ណៈកម្មករជាទម្រង់ទូទៅនៃកម្មវត្ថុសិក្សានៃបញ្ហាសង្គមតាមរយៈការស្ទង់មតិដែលសិក្សាទៅលើបញ្ហាតាក់ទងទៅនឹងបញ្ហាជាច្រើនដូចជាភាពក្រីក្រនិងការរស់នៅហើយនឹងការមិនអភិវឌ្ឍឧក្រិដ្ឋកម្មគ្រឿងញៀនបេសកចារគោលបំណងចុងក្រោយនៃការប្រើប្រាស់ការអនុវត្ត
ចឹងការប្រើប្រាស់និងការអនុវត្តនេះជាចំណុចចុងក្រោយនៃ3ចំណុចវាសំខាន់ដែរយើងបានសិក្សារួចមកហើយនៅកំណត់និយមន័យនៃការស្ទង់មតិសង្គមដែលជាកម្មវត្ថុនៃការស្ទង់មតិសង្គមដើម្បីបង្ហាញនៅកម្មវិធីនៃការប្រើប្រាស់លក្ខខណ្ឌសង្គមនិងការធ្វើឲ្យប្រសើរនៃជីវភាពសង្គមការស្ទាបស្ទង់មតិសង្គមគឺមិនប្រែប្រួលចងភ្ជាប់ជាមួយនឹងការអនុវត្តនិងគោលបំណងចុងក្រោយនៃការស្រាវជ្រាវគោលបំណងនេះសម្រាប់ស្ថាបនាកម្មវិធីនៃការដោះស្រាយបញ្ហាផ្សេងៗរបស់សង្គមប្រភេទនៃការស្ទង់មតិសង្គមការស្ទង់មតិសង្គមដូចយើងបានឃើញរួចមកហើយថាវាមានទំនោរទៅរកការប្រមូលទិន្នន័យសម្រាប់រៀបចំកម្មវិធីដែលធ្វើឲ្យបានប្រសើរឡើងនៃលក្ខខណ្ឌសង្គមមធ្យោបាយជាច្រើនបានលើកឡើងនៅក្នុងការអង្កេតមធ្យោបាយទាំងនោះត្រូវបានដាក់ជាប្រភេទនៃការស្ទង់មតិសង្គមជាទូទៅការស្ទង់មតិសង្គមទាំងនេះចែកជាប្រភេទដូចខាងក្រោម 1. ការស្ទង់មតិសង្គមដោយផ្ទាល់និងដោយប្រយោលនៅក្នុងការស្ទង់មតិផ្ទាល់គឺជាលទ្ធភាពនៃការបកស្រាយនៅបាតុភូតឬក៏ទិន្នន័យតាមលក្ខណៈបរិមាណ quantitative manner ប្រភេទនៃការស្ទង់មតិអនុវត្តបាននៅពេលដែលចំនួនឬក៏បរិមាណមានការតាក់ទងគ្នាឧទាហរណ៍ការស្ទង់មតិប្រជារាស្ត្រឬក៏ប្រជាជននៃតំបន់ផ្សេងគឺជាប្រភេទនៃការស្ទង់មតិដោយផ្ទាល់ការស្ទង់មតិប្រយោលនឹងគឺត្រូវបានអនុវត្តនៅពេលដែលគ្មានលទ្ធភាពដើម្បីបកស្រាយទិន្នន័យតាមលក្ខណៈបរិមាណការស្ទង់មតិនេះអនុវត្តយោងទៅតាមទិដ្ឋភាពអរូបីឬតាមលក្ខណៈគុណភាព quantitative manner ដូចជាការងារអនាម័យនិងកម្មវិធីសុខុមាលភាព 2. ការជំរឿនឬតំណាងនៃការស្ទង់មតិសង្គមការស្ទង់ជំរឿននិងតំណាងនៃការស្ទង់មតិវាមានការតាក់ទងគឺវាមានលក្ខណៈផ្សេងទៅតាមកម្រិតរបស់វានៅពេលដែលការជំរឿនត្រូវបានធ្វើជាទូទៅឬនៅក្នុងតំបន់ដែលមានការតាក់ទងជាមួយនឹងការសិក្សានិងតួរលេខដែលត្រូវធ្វើការបកស្រាយនៅក្នុងតំណាងការស្ទង់មតិគ្រាន់តែជាផ្នែកមួយនៃភាពទូទៅដែលត្រូវបានយកមកប្រើប្រាស់ប៉ុណ្ណោះផ្នែកនេះជាតំណាងឲ្យការស្រាវជ្រាវទាំងមូលដែលបានបង្កើតឡើងឧទាហរណ៍ក្នុងការងារគម្រោងសុពលភាពគឺត្រូវបានសិក្សាក្នុងរដ្ឋជាពិសេសក្នុងទីក្រុងត្រូវបានដកយកមកធ្វើជាតំណាងសម្រាប់សិក្សាគំរូនេះតំណាងឲ្យចំនួនសរុបនៃទីក្រុងទាំងមូលដែលធ្វើទៅតាមកម្មវត្ថុនៃការអង្កេតត្រូវតែចាត់ទុកថាជាការស្ទង់មតិទូទៅ 3. ការស្ទង់មតិបឋមនិងបន្ទាប់បន្សំប្រភេទ2នៃការស្ទង់មតិត្រូវបានបែងចែកឈរទៅលើមូលដ្ឋាននៃពេលវេលាក្នុងករណីការស្ទង់មតិបឋមគឺជាការអង្កេតត្រូវតែចាប់ផ្ដើមពិតប្រាកដពីដំបូងគេបំផុតអ្នកអង្កេតត្រូវប្រមូលទិន្នន័យដោយខ្លួនឯងក្នុងករណីការស្ទង់មតិបន្ទាប់បន្សំគឺជាការអង្កេតទិន្នន័យត្រូវបានប្រមូលតាមរយៈអ្នកផ្សេងហើយអ្នកអង្កេតយកទិន្នន័យមកប្រើប្រាស់ករណីនេះឡើងដោយមិនសូវករណីនេះកើតឡើងដោយមិនសូវចំណាយពេលវេលាថវិកានិងធម៌ពលដោយសារការស្ទង់មតិបឋមត្រូវបានបង្កើតឡើងតាមរយៈអ្នកអង្កេតខ្លួនឯងនិងជាការបង្កើតដំបូងបំផុតហើយទិន្នន័យដែលប្រមូលបានចាត់ទុកថាជាការប្រើប្រាស់សង្គមនិងមានទំនុកចិត្តច្រើនប៉ុន្តែមានការចំណាយពេលវេលានិងធនធានច្រើន
ការនិយាយរៀបរាប់ប្រាប់នៅរឿងដែលកើតមានរួចហើយជាការស្ទង់ប្រភពបន្ទាប់បន្សំនៅក្នុងប្រភេទនេះទិន្នន័យដែលប្រមូលបានមកតាមរយៈនរណាម្នាក់និងអ្នកអង្កេតការមិនប្រមូលទិន្នន័យប្រហាក់ប្រហែលគ្នាម្ដងទៀតឡើយប្រភេទនេះវាជួយសន្សំនៅពេលនិងធនធានច្រើនយោងទៅតាមប្រភេទនៃការស្ទង់មតិនេះយើងមិនអាចនិយាយថាទិន្នន័យដែលទទួលបានមិនអាចទុកចិត្ត 100% ឡើយ 4 ការស្ទាបស្ទង់មតិសង្គមដោយមានការផ្ដួចផ្ដើមគំនិតនិងធ្វើសារឡើងវិញបើយោងទៅតាមការផ្ដួចផ្ដើមគំនិតនៃការស្ទាបស្ទង់មតិនៅអង្កេតឬអ្នកស្ទាបស្ទង់មតិធ្វើការស្ទង់មតិដោយធ្វើឡើងជាលើកទី1គ្មាននរណាធ្វើការស្រាវជ្រាវពីមុនមកឡើយដោយសារតែការស្ទាបស្ទង់មតិនេះធ្វើឡើងជាលើកទី1ទើបចាត់ទុកថាជាការស្ទាបស្ទង់មតិដោយមានការផ្ដួចផ្ដើមមតិប្រភេទនៃការស្ទាបស្ទង់នេះតម្រូវឲ្យមានការប្រឹងប្រែងយ៉ាងច្រើនហើយនឹងមានការចំណាយពេលវេលានិងថាមពលជាច្រើនទិន្នន័យដែលប្រមូលបានមិនអាចចាត់ទុកថាមានការទុកចិត្តបានឡើយពីព្រោះវាមានទំហំតូចហើយវាមានការប្រៀបធៀបគ្នាដូចត្រូវតែធ្វើការសាកល្បងប្រសិនបើនៅក្នុងតំបន់ណាមួយដែលអនុវត្តនៃការស្ទាបស្ទង់មតិត្រូវបានធ្វើឡើងជាច្រើនដងត្រូវបានចាត់ទុកថាជាការស្ទាបស្ទង់មតិឡើងវិញដូច្នេះការស្ទង់មតិគឺអនុវត្តឡើងមិនមែនតែនៅក្នុងពេលដំបូងឡើយតែត្រូវធ្វើឡើងច្រើនលើកច្រើនសារទិន្នន័យដែលប្រមូលបានតាមរយៈការអង្កេតត្រូវប្រើប្រាស់ច្រើនពីព្រោះទិន្នន័យត្រូវបានប្រៀបធៀបនិងពិនិត្យជាមួយនឹងទិន្នន័យដែលមានការទុកចិត្តរួចមកហើយប្រភេទនៃការស្ទង់មតិនេះមិនត្រូវឲ្យប្រើពេលវេលាថាមពលនិងធនធានច្រើនឡើយហើយជាតម្រូវការផ្ដួចផ្ដើមគំនិតនៃការស្ទង់មតិតែប៉ុណ្ណោះ 5. ការស្ទង់មតិផ្លូវការពាក់កណ្ដាលផ្លូវការនិងឯកជននៅក្នុងប្រភេទនៃការស្ទង់មតិនេះគឺផ្អែកលើមូលដ្ឋាននៃភ្នាក់ងារដែលធ្វើការអនុវត្តប្រសិនបើការស្ទង់មតិនេះទទួលទំនុកបម្រុងដោយរដ្ឋាភិបាលគឺចាត់ទុកថាជាការស្ទង់មតិនេះជាការស្ទង់មតិផ្លូវការការស្ទង់មតិដែលមិនទទួលថវិកាត្រង់ពីរដ្ឋាភិបាលឬមិនលក្ខណៈទទួលឋានៈជាផ្លូវការពីរដ្ឋាភិបាលចាត់ទុកថាជាការស្ទង់មតិពាក់កណ្ដាលឋានៈឬពាក់កណ្ដាលផ្លូវការការស្ទង់មតិបង្កើតឡើងតាមរយៈសាកលវិទ្យាល័យគណៈកម្មាធិការតំបន់ស្ថាប័នស្រាវជ្រាវត្រូវបានចាត់ទុកជាការស្ទង់មតិពាក់កណ្ដាលផ្លូវការការស្ទង់មតិសង្គមដែលបង្កើតឡើងដោយបុគ្គលឬដោយភ្នាក់ងារឯកជនផ្សេងដូចជាអ្នកពាណិជ្ជករចាត់ទុកថាជាការស្ទង់មតិឯកជនដូចជាក្រុមហ៊ុនសាប៊ូបង្កើតការស្ទង់មតិអំពីការប្រើប្រាស់សាប៊ូជាប្រភេទស្ទង់មតិឯកជនការស្ទង់ជាផ្លូវការអាចមានលទ្ធផលជាក់លាក់និងអាចប្រើប្រាស់បានការស្ទង់មតិនេះបានធ្វើឡើងតាមរយៈការវឹកវើនិងការបញ្ជូនគ្រប់ការកំណត់ចំណាំទាំងឡាយការស្ទង់មតិប្រហាក់ប្រហែលគ្នាដែលត្រូវបង្កើតឡើងដោយគណៈកម្មាធិការពាក់កណ្ដាលផ្លូវការក៏ត្រូវចាត់ទុកថាទុកចិត្តបំផុតដែរគណៈកម្មាធិការនេះមានក្បាលម៉ាស៊ីនផ្ទាល់ដើម្បីរៀបចំស្ទង់មតិសង្គមពួកគេគ្មានធនធាននិងរដ្ឋអំណាចដែលជាភ្នាក់ងារផ្លូវការហេតុនេះហើយលទ្ធផលនៃការស្ទង់មតិតាមរយៈភ្នាក់ងារពាក់កណ្ដាលផ្លូវការប្រើប្រាស់តិចតួចបើប្រៀបធៀបទៅនឹងលទ្ធផលនៃការស្រាវជ្រាវដោយភ្នាក់ងារផ្លូវការជាទូទៅការជំរឿនថាការស្ទង់មតិដែលជាការបង្កើតតាមរយៈបុគ្គលនិងភ្នាក់ងារឯកជនគឺមានលក្ខណៈបឋមវិធានការស្ទង់ទាំងនេះគ្មានការវឹកវើគ្មានលទ្ធភាពនៃធនធានគ្រប់គ្រាន់ឡើយម្យ៉ាងទៀត
ម្យ៉ាងទៀតការសិក្សាមួយចំនួនបានបញ្ជាក់ថាស្ថានភាពវាមានលក្ខណៈខុសគ្នាការស្ទង់មតិសង្គមធ្វើឡើងដោយភ្នាក់ងារផ្លូវការមិនបានទទួលទុកចិត្តនឹងលទ្ធផលមិនល្អឡើយពីព្រោះលទ្ធផលនេះទទួលបានពីការងារដែលធ្វើការទម្លាក់ផ្លូវការធ្វើការជាទម្លាប់ផ្លូវការមិនមែនបានតាមរយៈការចេញពីការងារពិតប្រាកដឡើយដូច្នេះការស្ទង់មតិធ្វើឡើងដោយភ្នាក់ងារពាក់កណ្ដាលផ្លូវការនិងភ្នាក់ងារឯកជនមិនសូវមានការទុកចិត្តនិងប្រើប្រាស់ច្រើនឡើយដោយសារតែភ្នាក់ងារទាំងនេះទទួលការស្ទង់មតិជាមួយទិសដៅសំខាន់និងដូច្នេះបានជាពួកគេព្យាយាមធ្វើឲ្យបានប្រសើរនៅក្នុងបញ្ហានេះគេមិនបានបោះបង់ចោលនៅឱកាសរបស់គេឡើយក្រៅអំពីទស្សនៈទាំងនេះពួកគេជឿថាការស្ទង់មតិធ្វើឡើងដោយភ្នាក់ងារផ្លូវការនិងពាក់កណ្ដាលផ្លូវការមានការទុកចិត្តជាង 6. ការស្ទង់មតិសង្គមវាមានការកម្រិតនិងរីកសាយប្រភេទនៃការស្ទង់មតិជាប្រភេទដែលផ្អែកទៅលើមូលដ្ឋាននៃតំបន់ភូមិសាស្ត្រការស្ទង់មតិដែលធ្វើឡើងនៅក្នុងតំបន់ភូមិសាស្ត្រធំមានការរីកសាយដ៏ទូលំទូលាយនៃការស្ទង់មតិម្យ៉ាងទៀតការអង្កេតដែលអនុវត្តឡើងនៅក្នុងតំបន់តូចៗត្រូវបានចាត់ទុកថាជាការស្ទង់មតិមានកម្រិតការស្ទង់មតិដែលធ្វើឡើងក្នុងតំបន់ធំមានឱកាសទទួលនៅលទ្ធផលទ្វេដោយសារតែមនុស្សដែលធ្វើការស្ទង់មតិគ្មានលទ្ធភាពរកឃើញនៅលក្ខណៈនៃគោលបំណងក្នុងតំបន់ក្រៅទៅពីការស្ទង់មតិទាំងនេះដែលមានការតាក់ទងជាទូទៅជាមួយនឹងផ្នែកផ្សេងនៃបញ្ហាសង្គមក្នុងយោងទៅតាមការស្ទង់មតិវាមានកម្រិតអ្នកអង្កេតធ្វើការគ្របដណ្ដប់លើតំបន់តូចទាំងមូលហើយបន្ទាប់មកទៀតគាត់ធ្វើការគ្របដណ្ដប់ទៅលើវិស័យឬកម្រិតលើវិស័យនោះពីព្រោះតំបន់នៃការស្ទង់មតិវាមានកម្រិតវាមានការកម្រិតហើយកម្មវត្ថុនៃការស្ទង់មតិក៏ត្រូវបានកម្រិតផងដែរហើយការអះអាងថាជាលទ្ធផលនៃការកម្រិតការស្រាវជ្រាវត្រឹមតែមានការទុកចិត្តនិងការប្រើប្រាស់ច្រើននៅពេលដែលជាលទ្ធផលមានការទុកចិត្តច្រើនឬក៏ពុំសូវទុកចិត្តពេលនោះអាចបញ្ជាក់បានថាប្រភេទនៃការស្ទង់មតិទាំងពីរវាមានលក្ខណៈសំខាន់នៅក្នុងការសិក្សាបញ្ហាសង្គមទាំងឡាយ 7. ការស្ទាបស្ទង់ដែលវាមានភាពអាចកំបាំងនិងជាសាធារណៈប្រភេទនៃការអង្កេតនេះឈរលើមូលដ្ឋានជាលក្ខណៈនិងរូបភាពនៃការស្ទង់មតិនីមួយៗដែលបានធ្វើឡើងប្រសិនបើការអង្កេតគឺបង្កើតឡើងនៅដំណើរការសកម្មភាពប្រធានបទទុកថាជាការស្ទង់មតិសាធារណៈនៅក្នុងករណីដំណើរការគោលបំណងនិងលទ្ធផលត្រូវបានថែរក្សាពីសាធារណជនជាទូទៅការស្ទង់មតិនេះចាត់ទុកថាជាការស្ទង់មតិដែលវាមានលក្ខណៈអាចកំបាំងប្រភេទទាំងនេះផ្អែកទៅលើមូលដ្ឋាននៃគោលបំណងនិងកម្មវត្ថុនៃការស្ទង់មតិប្រសិនបើជាគោលបំណងត្រូវបានថែរក្សាជាការសម្ងាត់ការអង្កេតនេះហៅថាជាការស្ទង់មតិអាចកំបាំងជាទូទៅលទ្ធផលនៃការស្រាវជ្រាវមិនត្រូវបានថែរក្សានៅក្នុងភាពអាចកំបាំងប៉ុន្តែត្រូវបានបោះពុម្ពផ្សាយការអង្កេតនេះហៅថាជាការស្ទង់មតិជាសាធារណៈ 8. ការស្ទង់មតិតាមប៉ុស្តិ៍និងដោយបុគ្គលការចាត់ថ្នាក់ការស្ទង់មតិគឺផ្អែកទៅលើវិធីនៃការគណនាទិន្នន័យប្រសិនបើព័ត៌មានត្រូវបានប្រមូលតាមប៉ុស្តិ៍គេចាត់ទុកថាជាការស្ទង់មតិតាមប៉ុស្តិ៍ម្យ៉ាងទៀតប្រសិនបើព័ត៌មានត្រូវបានប្រមូលដោយអ្នកអង្កេតខ្លួនឯងគេចាត់ទុកថាជាការស្ទង់មតិដោយបុគ្គលក្នុងករណីនៃការស្ទង់មតិដោយបុគ្គលអ្នកអង្កេតត្រូវតែធ្វើដោយខ្លួនឯងពីម្នាក់ទៅម្នាក់ទៀតឬពីកម្មវត្ថុមួយទៅកម្មវត្ថុមួយទៀតដើម្បីប្រមូលព័ត៌មានដែលត្រូវការស្ទង់តាមប៉ុស្តិ៍ជាទូទៅធ្វើឡើងនៅពេលដែលតំបន់វាមានទំហំធំ
ហើយនៅអង្គេតគ្មានលទ្ធភាពអង្គេតឲ្យបានគ្រប់មនុស្សហេតុដូច្នេះហើយបានគេចាប់តាមប៉ុស្តិ៍តាមតំបន់ដែលជាគោលដៅជាទូទៅមានជំនឿថាព័ត៌មានត្រូវបានប្រមូលតាមរយៈការស្ទង់មតិតាមប៉ុស្តិ៍គ្មានការទុកបានឡើយម្យ៉ាងទៀតការស្ទង់មតិតាមរយៈបុគ្គលវាមានការតាក់ទងទៅនឹងការចំណាយពេលវេលាធម៌ពលនិងធនធានតាមប្រភេទនៃការស្ទង់មតិនេះស្ទង់មតិនេះមានការជឿថាលទ្ធផលដែលទទួលបានវាមានការទុកចិត្តបំផុតបាទคลิปនេះសូមចប់តែប៉ុណ្ណេះសូមរងចាំទស្សនាคลิปបន្តទៀតសូមអរគុណ